មូលហេតុអីបានកើតភ្លឺហើយភ្លឺនោះបង្កឡើងដោយសារអីជំងឺភ្លឺវាបង្កឡើងដោយសារតែពពួកមេរោគផ្សិតដែលមានឈ្មោះថា Malassezia ដែលពពួកផ្សិតហ្នឹងវាគឺជាពពួក normal flora មនុស្សគ្រប់គ្នាតែងតែមានប៉ុន្តែក្នុងករណីបើសិនជាវាកើនឡើងច្រើនខុសធម្មតានៅលើរាងកាយរបស់យើងវានឹងបង្កផលប៉ះពាល់ទៅលើស្រទាប់ស្បែកខាងលើរបស់យើងវាអាចកើតគ្រប់វ័យគ្រប់ភេទប៉ុន្តែច្រើនកើតនៅវ័យក្មេងនិងវ័យជំទង់ជាធម្មតាជួបនៅប្រទេសដែលមានអាកាសធាតុក្តៅហើយសើមជំងឺភ្លឺវាមិនបង្កផលប៉ះពាល់ទៅដល់យុវជនទេប៉ុន្តែវាធ្វើឲ្យបាត់បង់នៅសម្រាប់មួយផ្នែកធំបើសិនជាវាកាត់នៅលើខ្លួនឬក៏នៅលើមុខចំពោះរោគសញ្ញាគឺវាមានពណ៌សដុំហើយវាអាចមានពណ៌សឬក៏ពណ៌ក្រហមអាស្រ័យទៅលើពណ៌នៃស្បែករបស់យើងឧទាហរណ៍ថាបើសិនជាយើងមានសម្បុរសវាអាចមានពណ៌ក្រហមតែបើយើងមានសម្បុរខ្មៅវាអាចមានពណ៌សចំពោះការឆ្លងទី1គឺការប្រើប្រាស់កន្សែងរួមគ្នាច្រើនទី2គឺការប្រើប្រាស់កន្សែងដែលសើមឬក៏ស្លៀកសម្លៀកបំពាក់ដែលសើមចំពោះកត្តាប្រឈមវិញបែកញើសច្រើនអ្នកដែលខ្វះអាហារូបត្ថម្ភនិងអ្នកដែលគាត់ប្រើប្រាស់ពពួក corticosteroid ច្រើនលាបឬក៏លេបចំពោះការព្យាបាលយើងអាចប្រើពពួក topical antifungal និងក្នុងករណីមនុស្សពេញវ័យអាចប្រើប្រាស់ពពួកថ្នាំលេបបានចំពោះការធ្វើរោគវិនិច្ឆ័យគឺយើងពឹងផ្អែកទៅលើសញ្ញា clinical ទី2គឺយើងពឹងផ្អែកទៅលើ Woodland test ចំពោះការការពារអត់មានអីច្រើនទេទី1កុំប្រើប្រាស់កន្សែងរួមគ្នាច្រើនឬក៏ខោអាវរួមគ្នាច្រើនទី2កុំប្រើប្រាស់កន្សែងសើមឬក៏ខោអាវសើមទី3គឺមិនត្រូវពាក់សម្លៀកបំពាក់ដែលរឹបពេកទេទី4គឺរក្សាអនាម័យងូតទឹកឲ្យបានទៀងទាត់និងកុំផ្អាប់ញើស